ชีวิตរបស់ខ្ញុំពិតមកខ្ញុំរៀបជូនលោកប្រុសស្រីដើម្បីជម្រាបប្រវត្តិជីវិតខ្ញុំពីកុមារកើតបាន4ឆ្នាំកម្មអកុសលឲ្យផលដល់ខ្ញុំភ្នែកពិការគឺមើលអត់ឃើញមុខមេដាបៃតាតាដូនបងកូនអ៊ំគឺមើលអត់ឃើញផ្លូវស្រូវស្រែសត្វតូចធំដើមថ្នោតដូងស្វាយឬស្អីភ្នំសួនច្បារផ្លូវលំនំចំណៃបាយសម្លខអាំងជាងឆាខ្ញុំភ្នែកពីការលោកប្រុសស្រីឃើញនំចំណៃអ្វីមើលអត់ឃើញទាំងអស់កាចង់អៀតចង្អល់ខ្វល់អរ៉ាអត់មានពេលណាធូរសប្បាយសោះមានតែតាំងដូចជួបក៏នៅគ្មានពេលធូរសោះទាំងយប់ថ្ងៃកាលភ្នែកនៅភ្លឺមិនទាន់ពិការទៅណាមកណាសប្បាយក្រៃមើលឃើញសពគ្រប់ទុំយប់ថ្ងៃរីករាយសប្បាយអត់អុកប្រមាណដល់ភ្នែកងឹតរត់រងទុកលំបាកគ្រប់មុខចុកឈឺផ្សាធ្វើដំណើរទៅណាមកណាគឺថាដល់មានគេដឹកដៃពិបាកទាំងពីការហូបចុកម៉ែពុកពិបាកជាប់រាល់ថ្ងៃបារាប់តែនេះចានសម្លនេះចានបាយចាប់ដៃឲ្យស្ទាបចានទាំង3នេះមួយគឺចានបាយ2ចានសម្លបន្តមកទៀតចានទឹកត្រីខំចំណាំចានទាំង3អស់លោកប្រុសស្រីជ្រាបចោះណាមួយទៀតចំបាត់ជើងតូចធំស្រែកហៅរកអ៊ំឬយាយតាហៅរកម៉ែឪផៅពងសាគឺថាឲ្យគាត់ជួយនាំទៅយើងធំតូចរួចញ៉ាយណាស្រែកហៅយាយតាឬម៉ែឪគាត់បានមកដឹកដៃនាំទៅដល់ទីលំនៅនោះវិញណាខ្ញុំអង្គុយគិតចិត្តវិតកចាប់ចុកមុខបែនសែនខ្លោចថាអោខ្លួនយើងអើយគូអនិច្ចាបភ្នែកពីការរកស៊ីអ្វីអាយបើភ្នែកពីការរកស៊ីអ្វី